ទៀតគឺយើងធ្វើការតទៅជាមួយនឹង upload file អញ្ចឹងដើម្បីយើង upload file យើងមកពិនិត្យឡើងនេះសាមីតែយើងហើយអញ្ចឹងដើម្បីយើង upload file បានយើងចូល form data អានេះគឺបោះសម្រាប់តែប្រភេទJSON តែយើងអត់មាន upload file ទេអញ្ចឹងយើងចូល form data យើងកន្លែងនេះយើងវាយនៅនេះគឺមាន title price QTY description image ចំណែកចំពោះ image នេះយើងចូលរក file នៅក្នុងនេះយើងដាក់ថា dd អញ្ចឹងទៅ price 1100អញ្ចឹងទៅតែដូចចឹងទៅហើយនៅ file នេះយើង upload file ណាយើងចង់ដាក់ file អីគេថាខ្ញុំដាក់ file នេះជ្រើសរើសរូបភាពមួយហ្នឹងហើយចុច open បន្តមកទៀតយើងចាំមើលតើវា upload បាន success ឃើញថា image fail to upload អញ្ចឹងមូលហេតុអីគេយើងសាកចូលទៅមើលសិនimage upload file មូលហេតុអីគេ upload ម្ដងទៀតណាជាប្រភេទ file ឃើញថាត្រូវអស់ហើយតែមិនអាចកើតចឹងយើងអាចសួរ AI តិចទៅឥឡូវយើងសាកបញ្ជាក់ប្រភេទ file ជាប្រភេទអីចឹងទៅក៏លោវាខុសមកពីអាហ្នឹងតទៅមកទៀតយើងចូលមកកាន់អានេះយើងសាកនៅទៅដដែលមកពីគេ មកពី file យើងអញ្ចឹងឥឡូវឃើញថាយើង upload file success ហើយប៉ុន្តែខ្ញុំជ្រើសរើសយកអា file មិញហ្នឹងវាអត់ success មកពីប្រហែលជាទំហំវាធំជាងនេះ2048នេះចឹងទៅវា upload អត់កើតអញ្ចឹងយើងសាកចូលទៅក្នុង folder របស់យើងថាវា upload ចូលអត់អូខេនេះឃើញថា file របស់យើង upload ចូលហើយអញ្ចឹងកន្លែង upload file គឺយើងត្រូវធ្វើការ upload នៅកន្លែង form data ទើបយើងមាន file សម្រាប់ឆុសបើសិនជានៅក្នុង raw នេះមានថាយើងបោះជាលក្ខណៈថា JSON មានថាយើងបញ្ចូលជាលក្ខណៈទម្រង់ JSON តែយើងអត់អាច input file បានទេដែលយើងចូលមក form data អញ្ចឹងលក្ខណៈថាខ្ញុំធ្វើវីដេអូនេះក៏ខ្ញុំមិនបរៀនអ្នកនរគ្នាដែរខ្ញុំរៀនជាមួយអ្នកនរគ្នាអាចនិយាយអញ្ចឹងព្រោះថាខ្ញុំក៏អត់ចេះជ្រៅជ្រះអីដែរអញ្ចឹងទៅយើងមករៀនបន្ថែមទាំងអស់គ្នាអញ្ចឹងទៅអញ្ចឹងយើងសាកចូលទៅក្នុង database យើងចូលទៅមើល refresh មួយ
ok kênh tha file image របស់យើងហ្នឹងគឺនេះមានអីមានឈ្មោះ file របស់យើងឈ្មោះប៉ុណ្ណឹងអញ្ចឹងអានេះគឺសម្រាប់ការ upload file តោះណាការ upload file បន្ទាប់ពីយើងធ្វើប៉ុណ្ណឹងហើយយើងធ្វើការ select ដូចថាខ្ញុំដាក់នៅកន្លែងនេះខ្ញុំដាក់ index ចុះខ្ញុំដាក់ public function index ប៉ុណ្នេះតែវានិយាយទៅវាធ្វើអញ្ចឹងក៏ត្រូវដែរកន្លែងនេះយើងអាចថាយើងចង់បោះឲ្យមាន message មានអីចឹងទៅ status អូខេប៉ុណ្ណឹងតមកទៀតយើងត្រូវបង្កើត route ខ្ញុំដាក់ route យើងប្រើ method get មានន័យថា method get method post អីហ្នឹងយើងចំណាំអ្នកគ្នា method get ហ្នឹងគឺតាមខ្ញុំមានភាគច្រើនខ្ញុំចំណាំគឺសម្រាប់ទាញយក data យកមក show នៅលើ interface ហ្នឹងណាហ្នឹងហើយហ្នឹងគឺយើងប្រើ method get បកអាឡែងនេះគឺសម្រាប់ធ្វើការខាងក្នុងមានន័យថាពេលយើង input អីចឹងទៅតោះណានិយាយធ្វើការកែប្រែគឺយើងធ្វើតាម method post ហើយអានេះ method get យើងធ្វើការ select ធ្វើការយកមកបង្ហាញនៅក្នុង interface ចឹងទៅហើយតមកទៀតនៅក្នុងនេះអូខេ book ខ្ញុំដាក់ថា get ចឹងទៅហើយយើងកែ file នៅក្នុងហ្នឹងនៅក្នុង file ហ្នឹងគឺយើងត្រូវនៅក្នុង route ហ្នឹងយើងត្រូវ optimize វា design optimize ហើយបើសិនយើងចង់ check នេះដាក់ php artisan list ខ្ញុំមានភ្លេចបាទនេះ php artisan list ខ្ញុំមានភ្លេចជាមួយយើងមើលនៅ comment cmd វាroute list php artisan route list ខ្ញុំរៀងភ្លេចចឹងទៅវា counter យូរចឹងឃើញថានៅក្នុងនេះរបស់យើងហ្នឹងគឺវាមាននេះគឺវាមានតែ route API create មួយទេអញ្ចឹងអានេះវាអត់ទាន់នេះបានទេអញ្ចឹងយើងត្រូវ optimize វាអូខេយើងសាក check ម្ដងទៀតឃើញថាវាអត់ទាន់មកភាគច្រើនវារអាក់រអួលដែរបើចំពោះកុំព្យូទ័រអ្នកនេះប្រហែលជាអី PHP Artisan Optimize ឥឡូវយើងសាកមកនេះយើងបង្កើតនៅខ្ញុំដាក់ថា get all ខ្ញុំដាក់ឡើងនេះ get method get cell យើងចូលទៅមើលឃើញថាវាអត់ទាន់មានអញ្ចឹងយើង optimize ម្ដងទៀតអូខេប្រហែលជាបានហើយអូខេនេះចាំមានថាខ្ញុំចំណាំមើលតែ make របស់ខ្ញុំពេលខ្លះខ្ញុំ optimize ម្ដងវាអត់ទាន់ដើរទេយើងដល់យើង optimize ពី2ដងចឹងទៅអានេះcònចង់ show នេះឃើញទេមាន route list ហ្នឹងដើម្បី check មើល route នៅក្នុងនេះរបស់យើងនៅក្នុងយករបស់យើងមាន route 1 route 2ដែលយើងបានដាក់នេះឃើញទេចឹងគឺថាយើង get បានហើយប៉ុន្តែឧទាហរណ៍បើសិនជាយើងចង់ធ្វើជាមួយនឹង page connection អញ្ចឹងណាដូចថាមួយ page យើងឲ្យវាមានប៉ុន្មានអញ្ចឹងទៅអញ្ចឹងនៅក្នុង controller កន្លែងនេះយើងត្រូវ point មានថាយើងត្រូវ book
book ignition យើងដាក់មួយឥឡូវបើសិនយើងដាក់មួយតើវាមានអីគេកាត់ឡើងអញ្ចឹងយើងចូលមកការនេះយើងចុច send អូខេឃើញថា pagination របស់យើងគឺវាយកមកតែមួយទេយកមកតែមួយ data ទេនេះឃើញវា book ប៉ុនេះ current page អញ្ចឹង page គឺ page ទី1ណាមាន page ទី1អញ្ចឹងកន្លែងនេះ data របស់យើងអញ្ចឹងវា select តែមួយទេដោយសារតែយើងបាន set នៅ paginate នេះមានន័យថាតើនៅក្នុងមួយ page យើងយកប្រមាណ data អញ្ចឹងយើងយកមួយ data អញ្ចឹងកន្លែងនេះវា show តែមួយ data ទេតើណាអញ្ចឹងបើសិនយើងចង់ដាក់2យើងចូលមកនេះមកយើងចុច send ម្ដងទៀតទៅយើងឃើញបាន2 data ហើយបន្ទាប់មកទៀតបើសិនជាថាយើងនេះឃើញថា per page មាន2 data អញ្ចឹងដើម្បីយើងចង់ដឹងថាដូចថាយើងចង់នេះឥឡូវខ្ញុំដាក់មួយខ្ញុំចុច send អូខេវាមកមួយបើថាបើសិនយើងចង់ដាក់ឥឡូវនេះយើងដាក់ page ស្មើនឹង2អញ្ចឹង page ទី2យើងអានេះគឺ data នេះគឺ edit 1ជាងចុចម្ដងទៀតជាមួយវានេះឃើញទេអញ្ចឹងមានថាអានេះគឺជា page ទី2របស់យើងនេះ current page ទី2អញ្ចឹង pagination គឺគេធ្វើបែបហ្នឹងតោះណា pagination ធ្វើបែបហ្នឹងហើយនៅក្នុងនេះយើងអាចមើលបាននេះ part វានៅក្នុង http ប៉ុណ្ណឹងហើយក្នុងមួយ page មានមួយហើយនេះ browse page នេះអានេះមានន័យថាpage ទី1នេះវាដាក់ URL page ទី1 page ស្មើ1អញ្ចឹងមានន័យថាអានេះគឺជាលក្ខណៈ pagination អញ្ចឹងបើសិនជាអ្នកគ្នាពេលស្ដាប់ខ្ញុំទៅរៀងវែងកន្លែងណាអាហ្នឹងបែរជាមកពីខ្ញុំរៀងភ្លេចភ្លាំងអញ្ចឹងទៅហើយអញ្ចឹងបន្តមកទៀតយើងត្រូវធ្វើតាក់ទងជាមួយនឹង edit ឬក៏យើង select តាមជា ID អញ្ចឹងទៅ